សួស្តីជំរាបសួរអ៊ំពូមីងទាំងអស់គ្នានេះជាទិដ្ឋផលិតភាពនៅក្នុងបាទភូមិកោះស្រឡៅបាទឃុំកោះពីស្រុកកោះកុងខេត្តកោះកុងបាទខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនដែលខ្ញុំនិយាយតអំពីនៃការភាគ1ហើយយើងចូលទៅកាន់ភាគ2នៅថ្ងៃនេះផងដែរបាទចំពោះទិដ្ឋភាពនៅថ្ងៃនេះយើងឃើញថាក៏ដូចជាចូលទៅក្នុងភូមិខ្ញុំបានរៀបរាប់អំពីផ្លូវក៏ដូចជាការរស់នៅការប្រកបមុខរបរប្រជាជននៅទីនេះផងដែរដូចអ្នកបានឃើញបាទនេះគឺជាសកម្មភាពមីងបាទរបស់ខ្ញុំដែលក៏បានធ្វើត្រីក្នុងការលក់ដូរបាទដើម្បីប្រកបចិញ្ចឹមជីវិតនៅលើកោះនេះផងដែរបាទចឹងចំពោះប្រជាជនគឺមិនខុសអីនៅតាមតំបន់បាទសុខស្សាយចំការនៅតំបន់មាត់សមុទ្រនៅទីនេះបាទគឺមានការប្រកបមុខរបរបាទស្តៀងទៅនឹងនៅខាងលើបាទហើយក៏ដូចជាមីងអ្នកនេះគឺគាត់បាទបើធ្វើការបំពងម្សៅនិងនំបាទដើម្បីធ្វើការលក់ជូនបាទប្រជាជនដែលរស់នៅក្នុងតំបន់មាត់សមុទ្ររបស់យើងផងដែរបាទអញ្ចឹងគាត់ធ្វើការនេះជាប្រចាំផងដែរបាទហើយខ្ញុំនឹងលំអិតទៅកាន់ទៅពេលបន្តិចទៀតនេះជាសកម្មភាពពេលយប់ដែលខ្ញុំបានធ្វើដំណើរបាទមកហូបអីនៅក្នុងភូមិរបស់ខ្ញុំបាទខ្ញុំបាននេះមីងម្នាក់នេះគាត់លក់បុកល្ហុងបាទបើសិនជាបងប្អូនមានតែបានមកលេងនៅលើកោះនេះបងប្អូនអាចកំងដូចជាបាទបុកល្ហុងហ្មងដែរបាទនេះគឺជាសកម្មភាពខ្ញុំបានហូបបាទបុកល្ហុងនៅពេលយប់បាទនេះគឺជាសកម្មភាពសរុបទាំងអស់នៅលើដែនកោះសម្រាប់កោះស្រឡៅនៅថ្ងៃនេះផងដែរបាទខ្ញុំសូមគោរពលាបាទជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ